បងសួស្តីបងចឹងនៅក្នុងវីដេអូនេះគឺយើងនឹងសម្ភាសន៍បងតាក់ទងជាមួយនឹងបទពិសោធន៍បងនៅក្នុងវគ្គតេស្តសាកល្បង Model Game File របស់យើងនៅក្នុងរយៈពេល2ខែហ្នឹងអញ្ចឹងណាបងចឹងជាដំបូងពួកខ្ញុំចង់ឲ្យបងណែនាំខ្លួនឈ្មោះអាយុនិងព័ត៌មានអំពីពិការភាពរបស់បងដែលបងមានអញ្ចឹងណាបងជម្រាបសួរខ្ញុំបាទឈ្មោះឌីសំបានអាយុ32ឆ្នាំប្រភេទពិការភាពប៉ូយ៉ូជីរតេសតួនេះខ្ញុំឈ្មោះម៉ានបខុសរស់នៅស្រុកខេត្តគិរីខេត្តបាត់ដំបងហើយតថ្ងៃនៅបន្តការសិក្សានៅសាកលវិទ្យាល័យបាត់ដំបងហើយអាយុ32ឆ្នាំប្រភេទពិការភាពហ្នឹងគឺពិការភាពផ្សេងខ្ញុំសូមជម្រាបសួរដល់អ្នកទស្សនាទាំងអស់គ្នាហើយនឹងបងខ្ញុំបាទឈ្មោះឈៀនធីណាជានិស្សិតមកពីសាកលវិទ្យាល័យជាតិបាត់ដំបងជំនាញ IT ឆ្នាំទី3បងចំពោះផ្នែកពិការភាពរបស់ខ្ញុំគឺផ្នែកកាយសម្បទាដោយបាត់បង់ដៃផ្នែកខាងស្ដាំនិងជើងមានបញ្ហាដូចជាវិញមកទីនឹងខ្លីជាមានបងកត្តាដែលឲ្យជ្រើសរើសខ្ញុំចូលរួមតេស្តហ្គេមព្រោះខ្ញុំគិតថាអាចរកប្រាក់ចំណូលបានពីក្នុងហ្គេមហ្នឹងចឹងបងសម្រាប់តែថាឲ្យបងធ្វើដែលចូលរួមក្នុងកម្មវិធីហ្នឹងគឺចំណុចមួយគឺចង់បានចំណេះដឹងថ្មីហើយនឹងមានបទពិសោធន៍ផ្សេងចំពោះកត្តាដែលជំរុញឲ្យខ្ញុំចូលរួមជាមួយនឹងសកម្មភាពឬក៏លេងហ្គេម file ជាមួយខាងក្រុមបងគឺទី1តកតងទៅនឹងចំណេះដឹងនិងបទពិសោធន៍ថ្មីដោយសារខ្ញុំចូលចិត្តនៅក្នុងការចូលរួមធ្វើអ្វីដែលទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗអញ្ចឹងខ្ញុំគិតថាណាមួយខ្ញុំចង់ស្វែងរកអំពី game file ហ្នឹងជាអ្វីអញ្ចឹងធ្វើឲ្យខ្ញុំជំរុញក្នុងការចូលរួមមួយទៀតគឺតំណែងតំណងដោយសារខ្ញុំគិតថាខ្ញុំចង់បានតំណែងតំណងថ្មីជាមួយខាងបងជាមួយនឹងបងពិការភាពផ្សេងទៀតបងអញ្ចឹងធ្វើឲ្យខ្ញុំជំរុញនិយាយថាជំរុញគំនិតរបស់ខ្ញុំជំរុញទៅលើឲ្យខ្ញុំនឹងបានចូលរួមអីចឹងទៅមធ្យមព្រោះថាវាអត់អំបាក់បានទេបាទដំបូងគឺវាពិបាកសម្រាប់បងពួកអីដូចថាអត់ធ្លាប់លេងហ្គេមហើយជាមនុស្សម្នាក់ដែលអត់ចូលចិត្តហ្គេមតែទៅពេលដល់ចាប់ដើមលេងហ្គេមអញ្ចឹងវគ្គដំបូងហ្នឹងវាពិបាកខ្លាំងដល់ពេលបន្តទៅពេលដែលថាប្រហែលចឹងតែសួរពីឯងឲ្យដោះស្រាយឲ្យអញ្ចឹងទៅប្រាប់ថាយើងត្រូវលេងមិនហ្គេមហ្នឹងយើងត្រូវប្រើក្នុងមួយថ្ងៃដែលវាបន្តហ្នឹងវារៀងលឿនហើយក៏វាអត់មានពិបាកខ្ញុំគិតថាការលេងហ្គេមហ្នឹងវាស្រួលដោយសារបុកចំណង់ចំណូលចិត្តរបស់ខ្ញុំទៅខ្ញុំគិតថាអត់បាក់ទេបងពីមុនមកបងអត់ដែលបានលេងហ្គេមដែលរកប្រាក់ចំណូលបានទេអត់ដែលលេងហ្គេមបាទបងចំពោះខ្ញុំតើតើនឹងការរកចំណូលពីហ្គេមគឺពីមុនខ្ញុំធ្លាប់រកដែរបងប៉ុន្តែលក្ខណៈបែបជាហ្គេមប្រភេទលក់ account អីចឹងបងអញ្ចឹងបើ compare ជាមួយនឹង game file វាខុសគ្នាបងដោយសារ game ដែលយើងgame mobile legend ឬក៏ OK អញ្ចឹងវាត្រូវការឲ្យយើងនឹងលេងដើម្បី connect ជាមួយ account ដើម្បី use skin ឬក៏ claim event មួយចំនួនអញ្ចឹងដល់ពេលដែលយើងលេង game ហ្នឹងវាត្រូវការចំណាយពេលយូរហើយមួយទៀតយើងមើលទីផ្សារក្នុង game ហ្នឹងដែរប៉ុន្តែចំពោះ game file វាជា game មួយដែលយើងគ្រាន់តែយើងស្វែងរកលក្ខណៈរបស់ឬក៏អាចថាដូចយើងលេងសំកាក់ឬក៏លេងសំខនដែលនៅក្នុង game ហ្នឹងអញ្ចឹងបងអញ្ចឹងខ្ញុំគិតថា game ដែលខ្ញុំធ្លាប់លេងពីមុនហ្នឹងវាខុសពី game file ហើយ game file ហ្នឹងវាថ្មីសម្រាប់ខ្ញុំដែរបងវាល្អដល់លើដល់ដោយសារgame file ហ្នឹងវាលក្ខណៈមួយថាវាជាការរំសាយហើយណាមួយវាអាចដល់យើងនៅប្រាក់ចំណូលដែរកម្រិត10ពេញចិត្ត10លើ10បងមួយថ្ងៃខ្ញុំលេងពី40នាទីទៅ1ម៉ោងជាងអត់ទៅដែរបានកំណត់ម៉ោងដែរគឺថាចាប់ដើមលេងប្រហែលជាយូរដែររហូតនិយាយទៅលេងហ្គេមហ្នឹងដល់តែគេធ្វើឲ្យលេងមកបានឈប់ដែរចំពោះការចំណាយពេលទៅលើការលេងហ្គេមហ្នឹងគឺខ្ញុំចំណាយពេលដូចជាក្នុងមួយថ្ងៃចាប់ពី15នាទីឡើងទៅកន្លះម៉ោងអាចខ្លះគឺដល់1ម៉ោងបងចិត្តនៅក្នុងហ្គេមវាយជាងគេពេលយើងបាក់ប្រអប់កាក់ហ្នឹងស្រួលចូលចិត្តពីពេលហ្នឹងគឺនិយាយបាញ់ហើយនឹងការជិះទូវាប្រហែលជាចំពោះ game file មានចំណុចចូលចិត្តច្រើនបងមិនថា graphic មិនថារបៀបបែបបទនៅក្នុងការលេង
ប៉ុន្តែអ្វីដែលចូលចិត្តបំផុតនោះគឺតិចនិចនៅក្នុងការលេងបងព្រោះវាមានដូចកន្លែងវាយទូកអញ្ចឹងយើងត្រូវការប្រើតិចនិចឬក៏ប្រើស្ពានមួយចំនួននៅក្នុងការវាយទូកធ្វើម៉េចឲ្យឈ្នះអញ្ចឹងបងដោយសារទូករបស់យើងហ្នឹងវាឈាមតិចតែពេលអញ្ចឹងយើងទៅវាយជាមួយគេវាអាចថាទូកគេអាចឈាម1000អញ្ចឹងដល់ពេលទូកយើងត្រឹមតែ150អញ្ចឹងយើងធ្វើម៉េចដើម្បីវាយទូកគេឲ្យឈ្នះអញ្ចឹងបង ទឹកប្រាក់ 43.70 សម្រាប់ប្រទេសបងអាចទទួលយកបានព្រោះថាយើងក៏ដែរលេងហ្គេមទាំងពីមុនមកទេវាគឺជាសាកល្បងអញ្ចឹងបងគិតថាល្អសម្រាប់បង ông cái thang ai chịu ban trả lại thì ta đi ai cũng rồi thì mới ở phụ qua tập hai tiếp ព្រោះប្រាក់ចំណូលដែលខ្ញុំទទួលបានពី Gamify ហ្នឹងស្រាប់ហ្នឹងគឺវាខ្ពស់ពីការរំពឹងទុករបស់ខ្ញុំបងដោយសារខ្ញុំគិតថា Gamify ហ្នឹងផ្ដល់អាចថាអត់បានច្រើនដល់ថ្នាក់ហ្នឹងទេព្រោះអីពេលវេលាវាតិចហើយណាមួយខ្ញុំគិតថាការលេង game ហ្នឹងវាដូចខ្ញុំចូលចិត្ត compare ទៅលើ game ផ្សេងវាបានតិចដែរដល់ពេលអញ្ចឹងនៅពេលដែលខ្ញុំមកលេង game ហ្នឹងវាខ្ពស់ពីការរំពឹងទុករបស់ខ្ញុំអញ្ចឹងទៅលក្ខណៈរៀងជាបានដែរបង សម្រាប់លេងហ្គេម Wi-Fi នេះសម្រាប់បងប្អូនពិការភាពបងគិតថាអាចរលុយបានច្រើននៅក្នុងប្រទេសកម្ពុជាដោយសារហ្គេមហ្នឹងវាអត់អាចនិយាយទេគឺថាពេលទំនេរពីការងារយើងអាចលេងបានអីចឹងណាត្រឹមតែ15នាទីទៅកន្លះម៉ោងអីឬក៏1ម៉ោងអីបាទហើយបើសម្រាប់ខ្ញុំវិញពេលថ្ងៃខ្ញុំរវល់ខាត់កីឡាអីចឹងទៅខ្ញុំឆ្លៀតលេងពេលយប់បាទពី40នាទីទៅ1ម៉ោងអីពេលដែលខ្ញុំលេងអត់ឆ្លៀតគឺខ្ញុំលេងតទៀតប៉ុន្តែហ្គេមហ្នឹងអត់ញៀនទេ សម្រាប់ខ្ញុំគិតថាការផ្ដល់ការតេតទៅនឹងគម្រោង Gamify ហ្នឹងទៅលើបងក្រុមជនពិការភាពហ្នឹងនឹងថាដល់បានច្រើនបងមិនថាគ្រប់និយាយទៅគ្រប់វ័យគ្រប់ទូនាទីរបស់គាត់អញ្ចឹងពេលខ្លះអ្នកដែលគាត់អត់មានការងារធ្វើក៏គាត់អាចទទួលបានគាត់កំពុងតែសិក្សាឬក៏គាត់កំពុងធ្វើការងារក៏គាត់អាចទទួលបានដូចគាត់ដូចក្រុមបងដែលគាត់មានការភាពដែលគាត់អត់ទទួលបានការងារអញ្ចឹងគាត់អាចលេង Gamify ហ្នឹងដើម្បីអាចថាពេលខ្លះគាត់អាចយកធ្វើជាអាជីពរបស់គាត់បណ្ដោយដូចតាមរយៈគាត់ធ្វើ content ឬក៏ make ជា YouTube ឬក៏ Facebook ឬក៏អីទៅបងហើយសម្រាប់បងដែលគាត់កំពុងរៀនឬក៏គាត់កំពុងធ្វើការងារហ្នឹងអាចថាជាប្រាក់ចំណូលបន្ថែមរបស់គាត់ទៀតដល់ពេលដែលគាត់ឆ្លៀតពីពេលទៅនៃការងារឬក៏ការសិក្សារបស់គាត់ទៅក្នុងការលេងហ្គេមហ្នឹងបងចឹងខ្ញុំគិតថាហ្គេមហ្នឹងផ្ដល់បានច្រើន សម្រាប់អង្គថាvề nước ai đo chân đây miền Việt Nam là thiết ai ở con ở miền Trung Quốc vật hai người ta về để con ở miền Tây nghe thôi chẳng không nhận là miền Tây nghe thôi đấy thì ai ở miền ban với thằng áo màu hay ở con được bạc mình nhá lên dân về nước kia lên thượng tay thành lập ngay ở việt miền Tây bây giờ được một bãi nhưng lên hồi cháu thì ai không đặt qua tay cái này đặt qua lại phải dương lên cái nọt tao màu cái cái nọt ở lên ở pe nát ốc pe nát cái giờ ai lên to mà ăn thì chân việc បាទបងចំពោះគម្រោងខាងបងតើតើនឹងការដាក់ឱកាសដល់ជំនាញខ្ញុំគាត់ថាដាក់ឱកាសច្រើនបងអាចថាឲ្យគាត់បានreflect ទៅលើខ្លួនរបស់គាត់នៅក្នុងការបង្ហាញទៅលើសង្គមថាគាត់អាចធ្វើអីបានគាត់អាចថាពេលខ្លះគាត់អត់មានសម្លេងនៅក្នុងការបង្ហាញទៅលើសង្គមទេដោយសារគាត់នៅកន្លែងប្លុកមួយដែលគាត់អត់ហ៊ានចេញក្រៅអញ្ចឹងនៅពេលដែលគាត់បានចេញក្រៅគាត់បានទំនាក់ទំនងជាមួយខាងបងហើយបានធ្វើ podcast ឬក៏ជាវីដេអូសម្រាប់ talk ចឹងចែករំលែកទៅកាន់ភាពលំបាកឬក៏តើតើនឹងអ្វីដែលគាត់ត្រូវការអញ្ចឹងទៅអាចថាមេឲ្យគាត់នឹងកាន់តែរស់ឃើញខ្លួនគាត់នៅក្នុងការបង្ហាញទៅលើសង្គមក្នុងការអញ្ចឹងបង vậy cũng tới hiện tại ở con đo ở ra để ban đo thì cùng rôn diện vái đo trên nhân thì ca đã khi tại để ban lên diện vái nên cả tụi ban thả bị ca ai thu gì vừa đo thì thiệt luôn nào bị chăm ngày chứ hay như chuyện bị trong đăng ca từ nệ tư nào đằng ông pi game vai nữa người ta game vai việc thành game từ phía trái cái game nước thì bắt qua là càng thật xa đi rồi thôi anh mới nhìn tay sụp đập game vai đó là tề dương ai lên game vai nước bát ai dân ai cả tua nơi thả bị ca hàng tiếp ai dân lên bắt qua là càng thật xa đi rồi càng vậy cái việc hành tài thì វាកាន់តែជា cái សន្លឹកថ្ងៃទៅវិញ ហើយ cái 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 វាកាន់តែជា cái សន្លឹកថ្ងៃ
game lênក្រៅមកcũng xa là rongយើង បាទពាក្យពេចន៍ចុងក្រោយគឺខ្ញុំចង់លើកទឹកចិត្តដល់ជនពិការដែលគាត់បានទស្សនាឲ្យគាត់បានដឹងពីអត្ថប្រយោជន៍នៃ Gamify ហើយលើកទឹកចិត្តឲ្យគាត់នឹងខិតខំប្រឹងហើយមួយទៀតចង់ឲ្យគាត់នឹងកុំបាក់ទឹកចិត្តទៅលើអ្វីដែលគាត់អត់ទទួលបានចិត្តដូចថាគាត់អត់ទទួលបានការងារឬក៏គាត់អត់ទទួលបានការសិក្សាប៉ុន្តែគាត់អាចរកវិធីសាស្ត្រផ្សេងៗដែលលក្ខណៈថាត្រូវទៅលើទេពកោសល្យរបស់គាត់នៅក្នុងការស្វែងរកការងារឬក៏ត្រូវទៅនឹងអ្វីដែលគាត់អាចធ្វើបានចឹងបងចឹងកុំតាមបាក់ទឹកចិត្ត ជាចុងក្រោយអរគុណដល់ខាងក្រុមការងារអរ៉ាទាំងអស់បាទហើយបានឲ្យយើងមានកម្មវិធីលេងហ្គេមដើម្បីអាចរកប្រាក់ទៀតបានអញ្ចឹងណា